សម្រាប់បងប្អូនទី12ដែលមិនចេះរៀបចំការវិភាគអាចសាកល្បងជាមួយវិធីសាស្ត្រមួយនេះបាននៅពេលដែលចូលទៅដល់តុរៀនរបស់យើងឬមួយក៏ទៅដល់បន្ទប់រៀនរបស់យើងអ្វីដែលយើងត្រូវតែធ្វើមុនគេសម្រាប់គ្នាយើងដែលមិនមានការវិភាគនៅក្នុងការរៀនដោយខ្លួនឯងនោះគឺយើងត្រូវតែទៅបើកការវិភាគសាលាមើលថាតើថ្ងៃស្អែកយើងមានមុខវិជ្ជាអ្វីខ្លះដែលត្រូវរៀនហើយមុខវិជ្ជាដែលយើងត្រូវរៀននៅថ្ងៃស្អែកគឺជាមុខវិជ្ជាដែលយើងត្រូវរៀននៅយប់នេះប៉ុន្តែសំណួរសួរថាចុះប្រសិនជាថ្ងៃស្អែកនៅក្នុងការវិភាគសាលាយើងត្រូវរៀន6ទៅ7មុខអញ្ចឹងតើនៅក្នុងយប់នេះយើងត្រូវរៀន6ទៅ7មុខដោយតែការវិភាគសាលាបានបែងចែកឬមួយក៏អត់ចម្លើយនោះគឺអត់ទេគឺយើងផ្ដោតតែទៅលើមុខវិជ្ជាដែលយើងត្រូវយកទៅប្រឡងបាក់ឌុបតែប៉ុណ្ណោះប៉ុន្តែបើសិនជាខ្ញុំនិយាយបែបនេះសូមគ្នាយើងក៏មានការយល់ច្រឡំថាខ្ញុំចង់ឲ្យគ្នាយើងរៀនខ្ញុំចង់ឲ្យគ្នាយើងផ្ដោតតែទៅលើមុខវិជ្ជាដែលយើងត្រូវប្រឡងបាក់ឌុបប៉ុន្តែយើងត្រូវទៅបោះបង់ទាំងស្រុងនៅមុខវិជ្ជាដែលយើងអត់ត្រូវប្រឡងបាក់ឌុបទេគ្នាយើងអាចសេរីម៉ោងប្រហែលជាកន្លះម៉ោងឬមួយក៏1ម៉ោងមុនពេលដែលយើងឈប់រៀនហ្នឹងយើងអាចយកពេលវេលាប៉ុណ្ណឹងដើម្បីទៅរំលឹកមើលត្រួសលេងទៅនៅមុខវិជ្ជាដែលយើងអត់ត្រូវប្រឡងបាក់ឌុបហ្នឹងពីព្រោះខ្ញុំគិតថាសម្រាប់និយមន័យនៃការរៀនមួយគឺយើងមិនមែនរៀនដើម្បីតែប្រឡងហើយយើងក៏មិនមែនរៀនដើម្បីតែបន្ទុកតែមួយមុខដែរគឺយើងរៀនដើម្បីចេះយើងរៀនដើម្បីដឹងហើយមួយវិញទៀតខ្ញុំគិតថាមុខវិជ្ជាដែលយើងអត់ត្រូវយកទៅប្រឡងបាក់ឌុបហ្នឹងក៏យើងត្រូវតែយកវាដើម្បីទៅប្រឡងប្រចាំខែនិងប្រឡងឆមាសដែរអញ្ចឹងសម្រាប់ការមើលវាត្រួសជារៀងរាល់ថ្ងៃគឺជាវិធីសាស្ត្រមួយយ៉ាងល្អទៅកាន់អ្នកនរគ្នាដើម្បីយើងងាយស្រួលនៅក្នុងការទន្ទិញឬមួយក៏នៅក្នុងការយកវាទៅប្រើប្រាស់នៅក្នុងការប្រឡងប្រចាំខែឬមួយក៏នៅក្នុងការប្រឡងឆមាសជាដើមហើយមួយចំណុចទៀតគឺតេតិនជាមួយនឹងការបែងចែកម៉ោងរៀនទៅឲ្យមុខវិជ្ជានីមួយៗខ្ញុំគិតថាប្រសិនជាគ្នាយើងដឹងច្បាស់ថាយប់នេះយើងរៀនមុខវិជ្ជាអ្វីខ្លះហើយអញ្ចឹងតាមរយៈការបែងចែកម៉ោងរៀននេះគឺខ្ញុំគិតថាអ្នកគ្នាអាចធ្វើបានហើយអ្នកគ្នាជាអ្នកដឹងខ្លួនឯងថាតើមុខវិជ្ជាណាដែលយើងត្រូវឲ្យពេលវាប្រហែលម៉ោងហើយមុខវិជ្ជាណាដែលយើងត្រូវឲ្យពេលវាប្រហែលម៉ោងគឺអាហ្នឹងគឺវាអាស្រ័យទៅលើគ្នាយើងទេគឺយើងគិតថាបែងចែកពេលវេលាយ៉ាងម៉េចសមរម្យវាស៊ីគ្នាជាមួយនឹងស្ថានភាពការសិក្សារបស់យើងជាក់ស្ដែងអ្នកគ្នាបែងចែកទៅតាមហ្នឹងទៅហើយអ្វីដែលខ្ញុំយកមកនិយាយនៅក្នុងវីដេអូទាំងអស់នេះគឺវាកាត់ចេញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំតែម្ដងខ្ញុំនិយាយដល់ស្មោះត្រង់ទៅគឺតាំងពីរៀនមកគឺខ្ញុំអត់ដែលមានការវិភាគទេមិនមានន័យថាការវិភាគហ្នឹងវាអត់មានផ្ដល់ផលប្រយោជន៍អីមកកាន់ខ្ញុំទេប៉ុន្តែដោយសារតែខ្ញុំគឺអត់ចេះបែងចែកការវិភាគសោះតែម្ដងអាចនិយាយបានថាបើសិនជាខ្ញុំបែងចែកបានគឺខ្ញុំអនុវត្តបានថាកន្លះអាទិត្យមួយក៏មួយអាទិត្យអីគឺខ្ញុំឈប់អនុវត្តតាមអញ្ចឹងខ្ញុំអត់ដឹងមិនដែរមិនដឹងជាខ្ញុំអត់ត្រូវធៀបគ្នាជាមួយនឹងការវិភាគឬមួយក៏មិនទេប៉ុន្តែវិធីសាស្ត្ររៀនរបស់ខ្ញុំហ្នឹងគឺខ្ញុំរៀនដោយតែអ្វីដែលខ្ញុំបានចែកតម្លៃទៅកាន់គ្នាយើងមុនហ្នឹងអញ្ចឹងគឺខ្ញុំរៀនទៅតាមការវិភាគរបស់សាលាទេបើសិនជាស្អែកយើងត្រូវរៀនអីចឹងយប់ហ្នឹងគឺខ្ញុំត្រូវរៀនមុខវិជ្ជាហ្នឹងតែម្ដងអញ្ចឹងវីដេអូមួយនេះក៏ខ្ញុំគិតថាខ្ញុំចង់បិទបញ្ចប់វានៅត្រឹមហ្នឹងដែរក៏ដោយសារតែប្រធានបទមួយនេះគឺវារៀងខ្លីទេហើយណាមួយគឺជាប្រធានបទមួយដែលគ្នាយើងដែលពួកគាត់មិនមានការវិភាគរៀននៅខ្លួនឯងគឺពួកគាត់អាចយកវាទៅអនុវត្តបានគឺខ្ញុំគិតថាវាល្អខ្លាំងមែនទែនហើយបើសិនជាគ្នាយើងយកទៅអនុវត្តទៅទទួលបានលទ្ធផលយ៉ាងម៉េចសូមកុំភ្លេចយកមក comment នៅខាងក្រោមវីដេអូនេះផងអញ្ចឹងសម្រាប់វីដេអូនេះក៏ខ្ញុំអត់មានអីត្រូវបន្ថែមទៀតដែរហើយក៏សូមអរគុណគ្នាយើងដែលបានតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់តទៅនេះខ្ញុំបាទម៉ៅប៊ូនីសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយ